បាទជំរាបសួរពុកម៉ែបងប្អូនអស់បាទជាទីគោរពជាទីស្រឡាញ់បាទអញ្ចឹងបាទខ្ញុំបាទនៅពាក្យបន្តមេរៀនបន្តទៀតបាទអញ្ចឹងថ្ងៃនេះមិនអីច្រើនទេបាទគឺបន្តមេរៀនឲ្យជូនដល់ពុកម៉ែបងប្អូនបាទយល់ដឹងបាទការបង្កើត YouTube បាទអញ្ចឹងមេរៀនមុនខ្ញុំបង្ហាញពីការបង្កើត YouTube បាទការបង្កើត YouTube នឹងផ្នត់នៅដល់ល្អបាទបាទទី2មេរៀនទី2នេះគឺខ្ញុំផ្ដោតសំខាន់ទី1បាទការបង្កើត channel YouTube ធ្វើយ៉ាងម៉េចឲ្យ channel យើងដើរល្អឲ្យ channel យើងមានគុណភាពល្អបាទអញ្ចឹងខ្ញុំនិយាយតែ content YouTube ប្រភេទ content original បាទ content original នេះគឺ content ដែលយើងធ្វើឡើងដោយខ្លួនឯងបាទដែលយើងរើសយកមកធ្វើបង្កើតដោយខ្លួនឯងផ្ទាល់បាទអញ្ចឹងពុកម៉ែមួយបងប្អូនមួយចំនួនបាទជាទូទៅខ្លះចេះខ្លះមិនទាន់ចេះក្មួយខ្លះចេះស្ទាត់ជំនាញហ្មងបាទនៅតំបន់បាទទីក្រុងបាទឬនៅទីបណ្ដាខេត្តមួយដែលក្មួយបានសិក្សាស្រាវជ្រាវបាទពី YouTube មួយខ្លះចេះធ្វើប៉ុន្តែការធ្វើ YouTube គឺផ្ដោតទៅលើ content ឬឲ្យត្រូវ content ហ្នឹងធ្វើយ៉ាងម៉េចឲ្យចំគោលដៅគេថាគោលហើយមួយទៀតអបជាគោលបំណងរបស់យើងធ្វើឲ្យត្រូវកាលណាយើងធ្វើអត់ត្រូវបាទអានឹងដំណើរយើងវាមានខ្លីមានវែងបាទអញ្ចឹងការធ្វើ YouTube បាទយើងធ្វើឲ្យចំគោលដៅដែលយើងចង់បានផ្នែករបស់យើងបាទអញ្ចឹងការបង្កើត YouTube បាទខ្ញុំបង្ហាញនៅលើកុំព្យូទ័ររបស់ខ្ញុំបាទអញ្ចឹងបន្តិចទៀតខ្ញុំនឹងបាទបង្ហាញអំពីវិធីសាស្ត្រក្នុងការបង្កើត YouTube ធ្វើបែបណាឲ្យ YouTube យើងរីកចម្រើនធ្វើបែបណាឲ្យ YouTube យើងបាទមានការអភិវឌ្ឍបាទអញ្ចឹងអ្វីដែលខ្ញុំកំពុងតែធ្វើនេះគឺកើតចេញពីចិត្តពីបេះដូងរបស់ខ្ញុំស្រឡាញ់ YouTube តាំងពីក្មេងមកដែលខ្ញុំឃើញនៅក្នុង YouTube ដែលខ្ញុំនិយាយបង្ហោះមិនគេបង្ហោះកើតខ្ញុំអត់ទាន់ចេះបង្ហោះឥឡូវនេះខ្ញុំចេះបង្ហោះហើយបាទការងារនឹងបាទដោយសារអីប្រព័ន្ធ YouTube នេះបាទที่ខ្ញុំតាមដានតាំងពីក្មេងដែលខ្ញុំស្គាល់ប្រព័ន្ធអ៊ីនធឺណិតតាំងពីអ៊ីនធឺណិតនៅក្រនៅឡើយបាទឥឡូវអ៊ីនធឺណិតទូលំទូលាយទូទាំងស្រុកខ្មែរទូទាំងប្រទេសទូទាំងសកលលោកបាទអញ្ចឹងដំណើរវែងឆ្ងាយនៃការប្រើប្រាស់អ្វីក៏ដោយគឺកើតឡើងចេញពីចិត្តរបស់យើងបាទតែចិត្តយើងថាស្ងប់អារម្មណ៍ថាល្អបាទអ្វីដែលធ្វើឡើងកើតចេញពីបេះដូងបាទដំណើរវែងឆ្ងាយអញ្ចឹងការកើតឡើងការប្រើប្រាស់អ្វីក៏ដោយគឺកើតចេញពីចិត្តរបស់យើងហើយអ្វីដែលពាក់ព័ន្ធនឹងការបង្កើត content YouTube គឺរឹសឲ្យចំគោលដៅបាទអញ្ចឹងក្មួយមួយចំនួនខ្លះចេះបងប្អូនខ្លះចេះបាទហើយលោកតាលោកយាយខ្លះក៏ចេះប្រើប្រាស់ YouTube ចឹងស្ទាត់ជំនាញដែរបាទអញ្ចឹងខ្ញុំនិយាយពីព័ន្ធនឹងផ្នែកមិត្តការបង្កើត YouTube បាទហើយ YouTube បាទមេរៀនទី2នេះមានការអាប់ដេតច្រើនបាទទាក់ទងការអភិវឌ្ឍច្រើននៅក្នុង YouTube នឹងហើយខ្ញុំនឹងបង្ហាញនៅលើកុំព្យូទ័របន្តទៀតនៅចំណុចមេរៀនទី3ការបង្កើតនៅ Channel របស់ខ្ញុំអញ្ចឹងគ្រប់វីដេអូទាំងអស់ដែលខ្ញុំធ្វើនេះគឺខ្ញុំផ្ដោតអារម្មណ៍លើ YouTube បាទខ្ញុំបាននិយាយរឿង Facebook ខ្ញុំបាននិយាយពីព្រោះ content របស់ខ្ញុំនេះគឺខ្ញុំមានលើ YouTube ទាំងអស់បាទខ្ញុំផ្ដោតទៅលើ YouTube គឺខ្ញុំនិយាយពីព័ន្ធការបង្កើត YouTube ធ្វើបែបណាឲ្យយើងរីកចម្រើនបាទអញ្ចឹង YouTube ខ្ញុំគោលរបស់ខ្ញុំទី1ខ្ញុំមានយុទ្ធសាស្ត្រមួយខ្ញុំជាគ្រូបង្រៀនស្រាប់អញ្ចឹង content របស់ខ្ញុំគឺខ្ញុំបង្ហាញបាទរបៀបបង្រៀនវិញបាទបង្រៀនសិស្សបាទអញ្ចឹងគ្រប់វីដេអូដែលខ្ញុំបង្រៀនសិស្សគឺខ្ញុំបង្ហោះនៅក្នុង YouTube បាទអញ្ចឹងនេះជា content របស់ខ្ញុំមួយដែលខ្ញុំបង្ហោះហើយមេរៀនដែលជាសភៅរបស់ខ្ញុំដែលខ្ញុំបង្ហោះហ្នឹងខ្ញុំដាក់នៅក្នុង YouTube ទាំងអស់បើបងប្អូនចង់រៀនចង់សិក្សាស្វែងយល់អំពីពាក្យព័ន្ធនឹងការប្រើប្រាស់នៃទម្រង់វេយ្យាករណ៍ឬក៏ grammar ឬក៏ writing អីខ្ញុំសរសេរនៅក្នុង YouTube ទាំងអស់បាទអញ្ចឹងខ្ញុំសរសេរនៅក្នុង YouTube ហើយខ្ញុំបង្ហោះនៅក្នុងទាំងអស់បាទអញ្ចឹងពេលដែលខ្ញុំ research មកអស់ហើយខ្ញុំបរៀនចប់គឺបងប្អូនអាចរៀនដោយខ្លួនឯងបាននៅក្នុង YouTube នឹងបាទនេះហើយជា content របស់ខ្ញុំដែលខ្ញុំអាជីពជាគ្រូបង្រៀនបាទអញ្ចឹងងាកមកនេះវិញបាទងាកមកពាក្យព័ន្ធនឹងការបង្កើតនេះ content របស់ខ្ញុំនៅក្នុង YouTube បាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនក្មួយខ្លះបាទមានចម្ងល់ឬអាចឆ្ងល់អីអាចដាក់នៅក្នុង comment ហើយក៏នៅក្នុងនឹងអាចសួរខ្ញុំបានឬក៏នៅក្នុង link Telegram របស់ខ្ញុំនឹងដាក់ link Telegram មួយសម្រាប់ឲ្យមួយឬបងប្អូនឬក៏ពុកម៉ែបងឆាតសួរបាន
ตูนการបង្កើត YouTube បាទខ្ញុំអត់លាក់អីខ្ញុំធ្វើអីខ្ញុំអត់ចេះលាក់ដូចខ្ញុំយកចិត្តចេះពីបែបលោករបស់ខ្ញុំធ្វើអីល្អខ្ញុំធ្វើអីកើតចេញពីចិត្តរបស់ខ្ញុំបើមិនពិតខ្ញុំអត់ធ្វើបើពិតខ្ញុំធ្វើបាទខ្ញុំពិតខ្ញុំធ្វើបើថាមិនពិតខ្ញុំអត់ធ្វើទេបាទនេះសម្ដីរបស់ខ្ញុំបាទអញ្ចឹងក្មួយខ្លះក៏ស្គាល់ខ្ញុំកូនសិស្សខ្លះក៏ស្គាល់ខ្ញុំបាទមួយចំនួនធំបាទនៅតាំងពីក្រុងភ្នំពេញឬក៏បណ្ដាខេត្តដែលស្គាល់ខ្ញុំបាទអញ្ចឹងតែជាខ្ញុំថាជាក្មួយស្គាល់ច្រើនបាទបងប្អូនស្គាល់ច្រើនបាទពួកខ្ញុំបាទអញ្ចឹងការបង្កើត YouTube នេះគឺជាផ្នត់គំនិតមួយជាផ្លូវមួយដ៏ល្អសម្រាប់ពួកខ្ញុំបង្កើតដើម្បីសាងនៅអ្វីហៅថាដំណើរវែងឆ្ងាយបាទពាក់ព័ន្ធនឹងអន្តពន្ធពាក់ព័ន្ធនឹង credit អីផ្សេងៗនេះខ្ញុំអត់និយាយទេខ្ញុំបង្ហាញតែចំណេះដឹងការបង្កើត YouTube ធ្វើម៉េចឲ្យវាទូលំទូលាយប៉ុណ្ណឹងដើម្បីបង្ហោះចូលទៅក្នុងទូរស័ព្ទនេះពាក់ព័ន្ធអ្វីដែលបងធ្វើនៅក្នុង content ដែលបងពិសេសបងប្អូនឬក៏កូនក្មួយទាំងអស់នៅតាមបណ្ដាខេត្តឆ្ងាយគ្រប់បណ្ដាខេត្តទាំងអស់បាទទូទាំងរាជធានីភ្នំពេញឬក៏តាមបណ្ដាខេត្តឆ្ងាយដែលកូនក្មួយអត់ទាន់ចេះលោកគ្រូនឹងដាក់បាទមេរៀនមួយនឹង YouTube នឹងបាទខ្ញុំបង្ហាញការសរសេរ YouTube ការបង្កើត YouTube ហើយលក្ខខណ្ឌមួយណាដែលត្រូវប្រើបើគួយខ្ញុំអត់ទាន់មានអីខ្ញុំប្រាប់ក្នុងខ្សែជាល្បិតហើយមេរៀនខ្ញុំមួយទេអត់លឿនទេបាទមួយវគ្គហើយចាំតាមដានមើលមានការអី comment នៅក្នុង Telegram របស់ខ្ញុំឬក៏នៅក្នុងaccount YouTube របស់ខ្ញុំនៅក្នុង channel របស់ខ្ញុំចុះមើលទៅឃើញយ៉ាងបាទអញ្ចឹងខ្ញុំដាក់ចូលក្នុងទាំងអស់អ្វីដែលបើខ្ញុំធ្វើទៅមានការលុបលុបការនិយាយស្ដីមានការលុបក៏សូមខន្តីភ័យទោសពីពុកម៉ែបងប្អូនទាំងអស់គ្នាដែរបាទអញ្ចឹងអ្វីដែលខ្ញុំធ្វើនេះគឺជាផ្នត់មួយដើម្បីចែករំលែកនៅចំណេះដឹងអ្វីដែលល្អអ្វីដែលប្រសើរអ្វីដែលជាប្រជាប្រិយភាពសម្រាប់កូនក្មួយសម្រាប់តាមដាននៅក្នុង YouTube ព្រោះ YouTube នេះខ្ញុំធ្វើយូរហើយបាទខ្ញុំធ្វើយូរហើយតាំងពីឆ្នាំ2019មកបាទតាំងពីឆ្នាំ2019មកខ្ញុំចាប់ដើម YouTube បាទ account នេះខ្ញុំធ្វើយូរខ្ញុំធ្វើហើយខ្ញុំបង្ហោះបាទធ្វើបដើបាទពាក់ព័ន្ធនឹងគេហៅថា to revenue credit ខ្ញុំមិននិយាយអានេះភាសាអង់គ្លេសខ្ញុំមិននិយាយបើពាក់ទងនឹងការពាក់ទងនឹង profit ខ្ញុំមិននិយាយទេខ្ញុំនិយាយតែទៅការអប់រំវិញពាក់ព័ន្ធនឹង YouTube បាទការបង្កើត YouTube ការណែនាំការប្រើប្រាស់ YouTube ហ្នឹងឯងហើយក្នុងមេរៀន YouTube គឺខ្ញុំសរសេរលម្អិតនៅក្នុងទាំងអស់បង្ហាញបាទនៅក្នុងបាទហើយខ្ញុំសរសេរនៅកុំព្យូទ័ររបស់ខ្ញុំជាលម្អិតហើយជា file PDF មួយខ្ញុំបង្ហោះនៅក្នុង Telegram បងប្អូនក្មួយដែលត្រូវការ download យកចុះបាទខ្ញុំបង្ហោះនៅក្នុង link ស្រេចខ្ញុំទម្លាក់នៅក្នុង link Telegram បាទ file PDF របស់ខ្ញុំជាមេរៀនសម្រាប់បងប្អូនយកទៅអានយកទៅរៀនសរសេររៀនធ្វើ script របស់វាធ្វើម៉េចឲ្យមានលំដាប់លំដោយបាទអញ្ចឹងខ្ញុំធ្វើនេះឲ្យក្មួយបានចេះបានដឹងសម្រាប់បងប្អូនដែលគេចេះហើយដែលគាត់ចេះហើយនៅក្នុងជំនាញមជ្ឈដ្ឋានទីក្រុងខ្ញុំមិននិយាយទេប៉ុន្តែសម្រាប់ក្មួយដែលមិនទាន់ចេះដែលថ្មីនៅតាមបណ្ដាខេត្តឆ្ងាយដូចជាខេត្តជួរព្រំដែនសៀមបាទទី2បាទដូចជាខេត្តកំណត់របស់ខ្ញុំ100ខេត្តបន្ទាយមានជ័យដែលជាស្រុកកំណត់របស់ខ្ញុំបាទសូមគោរពពីចម្ងាយបាទពុកម៉ែបងប្អូននៅខាងទីមានជ័យដែលជាស្រុកកំណត់របស់ខ្ញុំបាទដែលខ្ញុំកើតនៅនេះស្រុកដែលខ្ញុំកើតនៅក្នុងភូមិលំខាងលិចភូមិបត្រង់ស្រុកអង្គរបរិយខេត្តបន្ទាយមានជ័យបាទជាស្រុកកំណត់ផ្ទាល់របស់ខ្ញុំដែលខ្ញុំកំណើតនៅទីនោះបាទអញ្ចឹងបងប្អូនខ្លះក៏ស្គាល់ខ្ញុំកូនសិស្សខ្លះក៏ស្គាល់ខ្ញុំលោកគ្រូអ្នកគ្រូខ្លះក៏ស្គាល់ខ្ញុំគ្រប់គ្នាបាទអញ្ចឹងអ្វីដែលខ្ញុំធ្វើនេះដើម្បីចែករំលែកនៅចំណេះដឹងបាទនៅក្នុង YouTube បើមានចម្ងល់អាចសួរបាននៅក្នុង comment ឬក៏ Telegram ហើយមេរៀននឹងបង្ហោះឲ្យខ្ញុំដាក់ជា file PDF ចូលនៅក្នុងឬក៏ file DOC ឬក៏ PDF ចូលនៅក្នុងប្រភេទ Telegram របស់ខ្ញុំទម្លាក់ link នោះផ្ទាល់ហើយបើមានចម្ងល់ download យកមកដើម្បីយើងសិក្សាបន្តទៅជាមេរៀនមួយដើម្បីជា concept ឆ្ងល់ឆាតសួរនឹងបាទខ្ញុំអត់លាក់ទេខ្ញុំដឹងតែខ្ញុំអត់លាក់ទេខ្ញុំមិនលាក់ទេគឺខ្ញុំបង្ហាញឲ្យចេះដើម្បីជាផ្លូវមួយដ៏ល្អសម្រាប់កូនឬក៏ក្មួយបើនិយាយពីកូនខ្ញុំមានកូនកំឡោះហើយបើនិយាយពីកូនខ្ញុំមានកូនហើយបាទមានកូនកំឡោះហើយអញ្ចឹងដល់កូនប្រុសកូនស្រីបាទឬក៏ក្មួយទាំងអស់ដើម្បីយកទៅរៀនបាទ
ចឹងអ្វីដែលខ្ញុំនិយាយនេះគឺជាការពិតបាទចឹងនេះគឺជា office ធ្វើការរបស់ខ្ញុំកន្លែង office ធ្វើការរបស់ខ្ញុំនៅបាទជាផ្ទះរបស់ខ្ញុំមួយបាទជាហូមរបស់ខ្ញុំអង្គុយនេះមកកន្លែងធ្វើការរបស់ខ្ញុំអង្គុយនៅទីនេះបាទចឹងដល់ម៉ោងទៅបាទការងារខាងក្រៅខ្ញុំមិននិយាយទេព្រោះខាងក្រៅខ្ញុំត្រូវទៅបាទនេះកន្លែង office ធ្វើការរបស់ខ្ញុំសម្រាប់ប្រព័ន្ធ YouTube ដែលខ្ញុំកំពុងតែភ្ជាប់នៅទីនេះបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចម្ងល់មានអីផ្សេងឬក្មួយនៅតាមបណ្ដាខេត្តគ្រប់ទាំងអស់បាទហើយនឹងជំវិញមជ្ឈដ្ឋានទាំងអស់គឺមានចម្ងល់បាទអាច comment បានសួរបាទការបង្កើត YouTube ធ្វើម៉េចឲ្យ YouTube ប៉ុន្តែអាការបង្កើត YouTube នេះមិនមែនចេះតែបង្កើតឲ្យតែបានទេបាទវាមានគោលដៅច្បាស់ៗនៅក្នុងការសរសេរ script របស់វាការ script ការបង្កើតនៅ thumbnail ការបង្កើតនៅ keyword បាទមានអា keyword នឹងពីមុនគេហៅ keyword ឥឡូវគេអាប់ទៅជា thumbnail បាទនៅក្នុងកាប់ក៏ tag របស់វាគេសរសេរនៅក្នុងទាំងអស់វាមាន3ជម្រើសបាទអញ្ចឹងគេសរសេរទាំងអស់អញ្ចឹងអាក្នុងចំណុចតូចអស់ហ្នឹងខ្ញុំនឹងលម្អិតបន្តទៀតនៅក្នុង YouTube បាទចំណុចទី1ការបង្កើត YouTube យើងស្គាល់ការបង្កើតយើងត្រូវមាន account Gmail មួយ account Gmail នេះគឺសំខាន់ណាស់បាទគឺត្រូវតែមាន account មួយផ្ទាល់ខ្លួនបាទគឺ account ចម្បងនេះត្រូវមានឈ្មោះរបស់យើងមាន verify អត្តញ្ញាណប័ណ្ណរបស់យើងក៏ប្រសើរដែរព្រោះមានអត្តញ្ញាណប័ណ្ណយើងអាចដាក់ add ជាមួយឬក៏លេខបាទខែឆ្នាំកំណត់របស់យើងដាក់ចំអានឹងអាចចេះបាត់ account របស់យើងយក account របស់យើងឈ្មោះរបស់យើងផ្ទាល់មកឧទាហរណ៍ដូចជាឈ្មោះហ៊ុយពីរោមអញ្ចឹងទៅខ្ញុំដាក់ក្នុងអត្តញ្ញាណប័ណ្ណមកដាក់ចឹងមកដាក់មកហើយដាក់ទៅយើងដាក់ឈ្មោះទៅតាមអត្តញ្ញាណប័ណ្ណយើងត្រូវបាទឈ្មោះរបស់ខ្ញុំរបស់ខ្ញុំចប់ដាក់ទៅវាត្រូវនឹង account ផ្ទាល់ខ្លួនរបស់ខ្ញុំអញ្ចឹងអត់បាត់បង់ទៅណាទេបាទ account Gmail យើងបង្កើតបានច្រើនគ្រប់ account យើងបង្កើតបានបាទអញ្ចឹងយើងមានលេខទូរស័ព្ទយើងបង្កើតទៅតាមលេខហ្នឹងបាទចង់បានបង្កើត10យើងប្រើលេខទូរស័ព្ទទៅយើងបង្កើតទៅ account ហ្នឹង account ធំទៀតបាទមិន account ទៀត account ធំហើយយើងបង្កើតឲ្យច្បាស់ទៅឲ្យដាក់banner ប៉ុន្តែក្មួយខ្លះអត់ទាន់ចេះកម្មវិធីមួយហៅថាកម្មវិធីAdobe Photoshop ហ្នឹងកម្មវិធីកាត់តបើក្មួយចេះអានឹងវិញបងអាចកាត់តតិចទៀតលោកគ្រូនឹងបញ្ចូលកម្មវិធីនឹងមួយតើតើកម្មវិធីកាត់តរូបភាពតើតើ design ធ្វើ Photoshop រូបភាព banner ដាក់នៅក្នុង cover ឬក៏នៅក្នុង profile YouTube ឬក៏ផ្សេងអញ្ចឹងមេរៀនខ្ញុំមានបន្តទៀតបាទសូមអធិស្ឋានព្រោះធ្វើអត់តទេបាទធ្វើតាមកលក្ខហើយក្នុងមួយវីដេអូខ្ញុំយូរបាទបានចេញមួយមកវិស័យជាប់រវល់ការងារក្រៅបាទអញ្ចឹងខ្ញុំក៏សូមខន្តីអភ័យទោសអីចំពោះអ្វីក៏ដោយដែលខ្ញុំកំពុងធ្វើក៏សូមខន្តីអភ័យទោសដោយសារពាក្យសម្ដីដែលខ្ញុំនិយាយនេះបាទវាចេញពីបេះដូងរបស់ខ្ញុំចំពោះពុកម៉ែបងប្អូនគ្រប់បណ្ដាខេត្តរាជធានីភ្នំពេញបាទទាំងអស់ក៏សូមខន្តីអភ័យទោសទាំងអស់បាទសូមអធិស្ឋានបើមានការខុសឆ្គងគុំសូមអធិស្ឋានផងបាទពួកខ្ញុំក៏ជាអ្នកបង្កើតមេត្តាសម្រាប់ឲ្យគួយបានរៀននៅចំណេះដឹងអ្វីដែលថ្មីសម្រាប់គួយទាំងអស់គ្នាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងក៏សូមជម្រាបលាបាទពុកម៉ែបងប្អូនអរគុណបាទសូមជម្រាបលាបាទ